ធ្វើម៉េចបានយើងចាប់ផ្ដើមសង្ស័យខ្លួនឯងថាអូប្រហែលជាមានបញ្ហានៅក្នុងបរិវេណខួរក្បាលហ្នឹងហើយធម្មតាសុកណាមនុស្សយើងចាប់ផ្ដើមមានអាការៈឈឺក្បាលចម្លែកអាចឈឺជាលក្ខណៈស្ទុំនៅក្នុងខួរក្បាលឬក៏ឈឺខ្លាំងយកតែម្ដងអញ្ចឹងយើងអាចមានអាការៈមួយទន់មួយចំហៀងខ្លួនដែលចាប់ផ្ដើមពីការស្ពឹកយូរទៅជាទន់កម្រើកលែងបានអញ្ចឹងទៅពីខួរក្បាលឡើងខ្ពស់ដោយសារតែឈាមក៏ខ្ញុំទៅជាមានអាការៈងុយគេងហើយសន្លឹមទៅរហូតដល់ស្លាប់បាត់បង់ស្មារតីតែម្ដងក៏មានដូចគ្នាជំរាបសួរអស់លោកស្រីអ្នកនាងកញ្ញាដែលកំពុងតែតាមដានពី Page ផ្លូវការរបស់មន្ទីរពេទ្យអន្តរជាតិ Orenda ថ្ងៃនេះគឺជាពេលវេលាដ៏ពិសេសមួយដែលលោកអ្នកអាចនឹងទទួលបាននូវចំណេះដឹងមួយចំនួនពាក់ព័ន្ធជាមួយនឹងបញ្ហាសុខភាពហើយយើងក៏អាចធ្វើការសង្កេតនិងបង្ការក្រែងលោបញ្ហាណាមួយនោះកើតឡើងជាយថាហេតុមកលើខ្លួនយើងផ្ទាល់ក៏ដូចជាសមាជិកនៃគ្រួសារទាំងមូលតែម្ដងដូច្នេះពីមន្ទីរពេទ្យអន្តរជាតិ Orenda ក៏តែងតែព្យាយាមលើកយកនៅប្រធានបទសំខាន់ដែលជាដំណោះស្រាយមួយចំនួនហើយក៏អាចទាន់ពេលវេលាក្នុងការសង្គ្រោះសមាជិកគ្រួសាររបស់បងប្អូនទាំងអស់គ្នាជាក់ស្ដែងនៅក្នុងថ្ងៃនេះយើងនឹងលើកយកនៅប្រធានបទមួយដែលកំពុងតែក្តៅកគុកតែម្ដងគឺបញ្ហាដាច់សរសៃឈាមខួរក្បាលមកធ្វើការវែកញែកនិងដោះស្រាយជូនទៅកាន់បងប្អូនទាំងអស់គ្នាដែលកំពុងតែជួបឬក៏កំពុងតែប្រឈមបញ្ហានេះក៏ថាបានដែរដោយនៅក្នុងថ្ងៃនេះយើងក៏នឹងមានការចូលរួមពីសំណាក់លោកវិជ្ជបណ្ឌិតឯកទេសវះកាត់ប្រព័ន្ធប្រសាទខួរក្បាលផងដែរដូច្នេះជំរាបសួរលោកគ្រូចា៎បាទជំរាបសួរបងអរគុណសម្រាប់ការចំណាយពេលវេលាដ៏មមាញឹកចូលរួមជាមួយនៅកម្មវិធីរបស់យើងចា៎ជាដំបូងសូមឲ្យលោកគ្រូណែនាំខ្លួនសិនបាទជំរាបសួរបងខ្ញុំឈ្មោះអេយ៉ងសេងជាវិជ្ជាបណ្ឌិតឯកទេសវះកាត់ប្រព័ន្ធប្រសាទខួរក្បាលនៅមន្ទីរពេទ្យអន្តរជាតិ Orenda មុននឹងយើងឈានចូលឲ្យកាន់តែស៊ីជម្រៅជាមួយនឹងប្រធានបទរបស់យើងថាតើដើមហេតុចំដំបូងហេតុអីបានអ្នកជំងឺវិវត្តរហូតដល់ដាច់សរសៃឈាមខួរក្បាលតាមពិតទៅនៅក្នុងហ្នឹងយើងសម្រាប់ជំងឺដាច់សរសៃឈាមនៅក្នុងខួរក្បាលណាយើងអាចមានបែងចែកជាពីរធំទី1គឺតកតងទៅនឹងការលើសសម្ពាធឈាមទី2តកតងទៅនឹងការប៉ះទង្គិចខួរក្បាលអញ្ចឹងរាល់ការប៉ះទង្គិចខួរក្បាលហ្នឹងមានថាដូចជាគ្រោះថ្នាក់ចរាចរណ៍ឬក៏មានរបស់ធ្ងន់ដែលធ្លាក់មកខ្លាំងទៅលើខួរក្បាលរបស់យើងហ្នឹងធ្វើឲ្យលាក្បាលរបស់យើងប្រេះអញ្ចឹងទៅវាធ្វើឲ្យសរសៃឈាមតូចមួយចំនួនលហែកអញ្ចឹងធ្វើឲ្យឈាមកកនៅក្នុងសន្ទាប់ខួរក្បាលទី2ហ្នឹងគឺតកតងទៅនឹងការលើសសម្ពាធឈាមដែលជាទូទៅគឺដោយសារតែយើងអត់បានដឹងចាឬក៏យើងដឹងដែរថាយើងលើសសម្ពាធឈាមប៉ុន្តែយើង control សម្ពាធឈាមនឹងអត់ល្អអញ្ចឹងអាសម្ពាធឈាមបុកឡើងខ្លាំងទៅវាធ្លាយសរសៃឈាមអញ្ចឹងធ្វើឲ្យឈាមនឹងហូរចេញទៅក្រៅសកត់ទៅលើកោសិកាខួរក្បាលដែលជាបង្កទៅជាជំងឺដាច់សរសៃឈាមក្នុងខួរក្បាលអញ្ចឹងបានន័យថាមុននឹងឈានចូលទៅដល់ការដាច់សរសៃឈាមខួរក្បាលដែលជាជំងឺស្ដាប់ទៅរៀងកាចបន្តិចរៀងបារម្ភខ្លាំងបន្តិចចាតាមប្រសាសន៍លោកគ្រូមិញហ្នឹងគឺបានបញ្ជាក់ទៅការលើសសម្ពាធឈាមចាអញ្ចឹងអាចបញ្ជាក់បន្ថែមបានទេរឿងតាក់ទងជាមួយនឹងការលើសសម្ពាធឈាមតាមពិតទៅជំងឺលើសសម្ពាធឈាមហ្នឹងគឺបណ្ដាលមកពីកត្តារួមផ្សំដែរឧទាហរណ៍ថាគាត់មានលើសជាតិខ្លាញ់ទៅជាពិសេសអាពួក LDL cholesterol ឧទាហរណ៍ថាគាត់មានជំងឺទឹកនោមផ្អែមទៅដែល control បានល្អអញ្ចឹងណាអញ្ចឹងវារួមផ្សំគ្នាធ្វើឲ្យសម្ពាធឈាមហ្នឹង control បានល្អធ្វើឲ្យធ្លាយសរសៃឈាមអញ្ចឹងនៅពេលដែលជួបហេតុការណ៍ដាច់សរសៃឈាមខួរក្បាលអាចបណ្ដាលឲ្យអ្នកជំងឺភាគរយច្រើនត្រូវបាត់បង់ជីវិតឬក៏មិនដែរមែនទែនទៅជំងឺដាច់សរសៃឈាមនៅក្នុងខួរក្បាលណាគឺខ្ញុំធ្លាប់ឮដែរគេនិយាយថាឲ្យតែដាច់សរសៃឈាមក្នុងខួរក្បាលភាគច្រើនប៉ះពាល់ដល់ជីវិតអញ្ចឹងទៅប៉ុន្តែធៀបពិតវាមិនអត់អញ្ចឹងទេគឺវាផ្អែកទៅលើកត្តាផ្សេងច្រើនឧទាហរណ៍ថាទំហំឈាមដែលដាច់ហ្នឹងច្រើនទៅអត់ទី2អាចតាក់ទងនឹងទីតាំងនៃខួរក្បាលដូចនៅក្នុងនេះអញ្ចឹងណាខួរក្បាលរបស់យើងមានទីតាំងផ្សេងគ្នានៅផ្នែកខាងមុខផ្នែកខាងកណ្ដាលផ្នែកខាងក្រោយចំហៀងឬក៏ចំណុចស្នូលនៃខួរក្បាលអញ្ចឹងទៅអញ្ចឹងឧទាហរណ៍ថាគាត់ប៉ះតែនៅផ្នែកចំហៀងនៃខួរក្បាលទេអត់សកត់ទៅលើចំណុចស្នូលនៃខួរក្បាលទេអញ្ចឹងវាអាចប៉ះពាល់ទៅលើមុខងារខួរក្បាលមួយចំនួនតែប៉ុណ្្នឹងឯងអត់ប៉ះពាល់ដល់អាយុជីវិតទេប៉ុន្តែបើករណីដែលដុំឈាមហ្នឹងដែលដាច់ទៅហើយណាវាកាន់តែច្រើនទៅវាសកត់ទៅលើកោសិកាខួរក្បាលហើយសកត់ទៅលើចំណុចស្នូលអាហ្នឹងអាចប៉ះពាល់ដល់ជីវិតដែលជាទូទៅយើងត្រូវការព្យាបាលមួយបន្ទាន់ចុះវិធីសម្គាល់វិញធ្វើម៉េចបានយើងចាប់ផ្ដើមសង្ស័យខ្លួនឯងថាអូប្រហែលជាមានបញ្ហានៅក្នុងបរិវេណខួរក្បាលហ្នឹងហើយជាទូទៅវាមានអាការៈមួយចំនួនដែលឧទាហរណ៍ទី1សំខាន់គឺឈឺក្បាលតែម្ដងដែលធម្មតាសុកណាមនុស្សយើងចាប់ផ្ដើមមានអាការៈឈឺក្បាលចម្លែកអាចឈឺជាលក្ខណៈស្ទុំនៅក្នុងខួរក្បាលឬក៏ឈឺខ្លាំងយកតែម្ដងដែលយើងអត់ធ្លាប់ជួបប្រទះពីមុនមកហើយទី2ធម្មតារាល់ខួរក្បាលទាំងអស់វាមានមុខងាររបស់វាហើយខាងឆ្វេងខាងស្ដាំអញ្ចឹងយើងអាចមានអាការៈមួយទន់មួយចំហៀងខ្លួនអាចខាងឆ្វេងអាចខាងស្ដាំដែលចាប់ផ្ដើមពីការស្ពឹកយូរទៅជាទន់កម្រើកលែងបានអញ្ចឹងទៅទី3អាចតាក់ទងទៅនឹងសម្ពាធនៅក្នុងខួរក្បាលនៅពេលដែលមានឈាមវាអាចឡើងធ្វើឲ្យយើងទៅជាក្អួតទៅជាចង្អោរ
ធ្លាក់ចុះនៃស្មារតីឧទាហរណ៍ឥឡូវហ្នឹងខ្ញុំកំពុងតែនិយាយប៉ុន្តែនៅពេលដែលសម្ពាធខួរក្បាលឡើងខ្ពស់ដោយសារតែឈាមគាត់ខ្ញុំទៅជាមានអាការៈងុយគេងហើយសន្លឹមទៅរហូតដល់ស្លាប់បាត់បង់ស្មារតីតែម្ដងក៏មានដូចគ្នាដែរអញ្ចឹងអាការៈជារួមណាអាចទី1ឈឺក្បាលក្អួតចង្អោរទន់មួយចំហៀងខ្លួនខាងឆ្វេងឬក៏ខាងស្ដាំហើយនឹងការធ្លាក់ចុះស្មារតីថាអាការៈទាំងអស់ហ្នឹងវាកើតមកភ្លាមឬក៏វាជាបញ្ហារ៉ាំរ៉ៃពេលវេលាគួរសមណាដែលយើងគួរតែអាចសង្កេតបានជាទូទៅអាចកើតឡើងភ្លាមក្រោយពីដាច់សរសៃឈាមនៅក្នុងខួរក្បាលភ្លាមបាទអាចប្រហែលជាប្រហែលថ្ងៃឬក៏ប្រហែលម៉ោងអីដែរបើសិនជាករណីដែលឈាមតិចតួចអាហ្នឹងអាចមានពេលម៉ោងឬក៏ថ្ងៃចឹងទៅតិចម្ដងប៉ុន្តែបើសិនជាករណីដែលឈាមដាច់ខ្លាំងគឺអាចនៅពេលដាច់ភ្លាមគាត់អាចឈឺក្បាលខ្លាំងក្អួតសន្លប់អីបាត់បង់ស្មារតីភ្លាមប៉ុន្តែយើងក៏អាចនឹងមានឱកាសសង្គ្រោះគាត់ដែរបើសិនជាទាន់ពេលជាទូទៅគ្រប់អ្នកជំងឺដែលដាច់សរសៃឈាមក្នុងខួរក្បាលតែងតែមានឱកាសក្នុងការសង្គ្រោះមកវិញមិនថាសង្គ្រោះជីវិតឬក៏សង្គ្រោះអវយវជីវៈដែលបាត់បង់ទៅវិញទេបើសិនជាគាត់អញ្ជើញមកដល់ទីពេទ្យទាន់ពេលហើយជួបជាមួយនឹងគ្រូពេទ្យឯកទេសខាងវះកាត់ខួរក្បាលអញ្ចឹងណាអញ្ចឹងគាត់អាចសង្គ្រោះបានជាទូទៅចុះការសង្គ្រោះទៀតសោតបើសិនជាទាន់ពេលវេលាមិនប៉ះពាល់ដល់អាយុជីវិតរបស់គាត់ថាតើកាយសម្បទារបស់គាត់អាចនឹងដូចដើមឬក៏ខូចខាតប៉ះពាល់បែបណាវិញមែនទេត្រឡប់ទៅសំណួរដើមវិញគឺផ្អែកទៅលើទីតាំងឧទាហរណ៍ថាទីតាំងមួយចំនួនគឺវាអត់ប៉ះពាល់ខ្លាំងទេឧទាហរណ៍ថានៅផ្នែកខាងមុខគ្រាន់តែប៉ះពាល់ទៅលើការចងចាំហើយនៅផ្នែកខាងក្រោយអាចទៅលើការមើលគំហើញអញ្ចឹងទៅឬក៏ផ្នែកកណ្ដាលប៉ះពាល់ទៅលើអារម្មណ៍ស្ពឹកឬក៏ទន់អញ្ចឹងទៅអញ្ចឹងក្រោយការសង្គ្រោះហើយយើងព្យាបាលចលនាអញ្ចឹងហ្នឹងក៏ជាការចូលរួមសំខាន់ដែរយើងព្យាបាលចលនាបន្តិចម្ដងអញ្ចឹងទៅអញ្ចឹងជាធម្មតាអ្នកជំងឺដែលដាច់សរសៃឈាមខួរក្បាលហើយណាគាត់មានឱកាសល្អហ្នឹងក្នុងដែលល្អបំផុតក្នុងរយៈពេល6ខែដំបូងដែលយើងផ្ដល់ការព្យាបាលចលនាដើម្បីស្ដារកាយនីតិសម្បទារបស់គាត់មកវិញឲ្យគាត់អាចនឹងត្រឡប់មកមិនថាបាន 100% ប៉ុន្តែអាចបាន 70-80% ហ្នឹងទៅចាបញ្ហាចម្បងមួយទៀតគឺជារឿងជាក់ស្ដែងនៅក្នុងសង្គមគ្រួសារមួយហ្មងធម្មតាទេនៅពេលដែលសមាជិកគ្រួសារណាម្នាក់ជាពិសេសចាស់ដែលគាត់មានអាការៈដែលយើងថាសឹមតឹមដែលមានលោកគ្រូបានរៀបរាប់មិញហ្នឹងអាចនឹងគាត់អត់ប្រាប់ទៅកូនទេអញ្ចឹងបើសិនជាគាត់ស្រាប់តែនៅសុកគាត់ដួលក្រឹបហ្មងកូនអាចនឹងបាក់ធ្វើការសម្រេចចិត្ត Yes ត្រូវជីបតពិសោធន៍នៅមន្ទីរពេទ្យយើងធ្លាប់មានខេសមួយអញ្ចឹងដូចគ្នាដែរដែលគាត់មានវ័យយ៉ាងច្រើនដែរដូច70ឆ្នាំជាងហើយបតពិសោធន៍ហ្នឹងគឺដោយសារតែគាត់ប៉ះទង្គិចយូរហើយគាត់អត់បានប្រាប់កូនចៅទេរហូតទៅដល់គាត់ចាប់ផ្ដើមឈឺក្បាលហើយគាត់ទន់ហើយគាត់ស្លាប់ដល់អញ្ចឹងកូនចៅគាត់យកគាត់មកដល់ទីពេទ្យដល់ពេលមកដល់ទីពេទ្យយើងធ្វើការ scan ទៅយើងឃើញឈាមកកនៅក្នុងខួរក្បាលហើយយើងក៏ធ្វើការវះកាត់ក្នុងសង្គ្រោះគាត់អញ្ចឹងទៅរហូតដល់យើងជោគជ័យក្នុងការព្យាបាលហ្នឹងអញ្ចឹងត្រឡប់ទៅវិញតាក់ទងទៅនឹងមនុស្សចាស់ណាដែលគាត់មិនថាគាត់មានជំងឺលើសឈាមឬក៏ការប៉ះទង្គិចតិចតួចទេយើងត្រូវតែតាមដានគាត់កុំ ignore ព្រោះអីសំខាន់ណាគាត់អាចនឹងចាប់ផ្ដើមឈឺក្បាលបន្តិចម្ដងរហូតដល់គាត់ឈឺក្បាលខ្លាំងហើយស្លាប់សួរហេតុអីបានមនុស្សចាស់ឈឺក្បាលបន្តិចម្ដងដោយសារតែកោសិកាខួរក្បាលរបស់យើងណានៅពេលដែលវ័យកាន់តែច្រើនទៅវារួមតូចដល់រួមតូចទឹកខួរក្បាលនៅក្នុងអាលារបស់យើងហ្នឹងវាចាប់ផ្ដើមមាន space ដល់ space ហ្នឹងណាវាអាចឈាមកកវាចូលក្នុង space ហ្នឹងវាអត់សកាត់ភ្លាមឯងខុសពីក្មេងអញ្ចឹងទៅបន្តិចម្ដងរហូតដល់វាពេញអា space ហ្នឹងទៅធ្វើឲ្យគាត់ចាប់ផ្ដើមទន់រហូតដល់ស្លាប់អញ្ចឹងចាំបាច់ត្រូវតែតាមដានឲ្យបានដល់សម្រាប់មនុស្សចាស់រឿងមួយទៀតបើសិនជាជួបហេតុការណ៍ថាដួលស្លាប់ហើយលក្ខខណ្ឌដំបូងគេគួរតែយកមកផ្ដោតផ្នែកខួរក្បាលច្រើនជាងគេណាខ្ញុំគិតថាអញ្ចឹងដែរព្រោះអីមែនទែនទៅតែខួរក្បាលដែលអាចថាធ្វើឲ្យអ្នកជំងឺទៅជាសលឹមឬក៏អាចស្លាប់អញ្ចឹងណាអញ្ចឹងគួរតែទីមួយគឺ check តាក់ទងនឹងខួរក្បាលសិនថាមានឈាមឬអត់មុនទៅដល់យើងរកអីផ្សេងទៀតអញ្ចឹងណាបាទជាធម្មតាផ្នែកកណិតរបស់ប្រជាពលរដ្ឋខ្មែររួមទាំងខ្ញុំដែរណាជំងឺដាច់សរសៃឈាមខួរក្បាលក្មេងៗអាចនឹងមើលរំលងគិតថាប្រហែលជាមិនមែនវ័យខ្លួនឯងដែលត្រូវប្រឈមជំងឺអស់ហ្នឹងទេត្រូវចាថាតើវាគិតបែបហ្នឹងត្រូវអត់លោកគ្រូត្រូវតាមពិតខ្ញុំក៏ធ្លាប់ឮដែរតែគាត់និយាយថាអូនៅក្មេងចាខ្វល់ទេតែតាមពិតទៅជាបទពិសោធន៍សម្រាប់ខ្ញុំផ្ទាល់ហ្មងដែលខ្ញុំធ្វើការនៅក្នុងវិស័យហ្នឹងណាក្នុងរយៈពេលជាង10ឆ្នាំហ្នឹងជំងឺដែលខ្ញុំជួបគឺអាចចន្លោះពី10ឆ្នាំឡើងក៏មានជំងឺដាច់សរសៃឈាមខួរក្បាលដែរដែលមូលហេតុហ្នឹងគឺអាចបណ្ដាលមកពីគាត់មានសរសៃឈាមខុសប្រក្រតីពីកំណើតឬក៏មួយទៀតនៅក្នុងវ័យចាប់ផ្ដើមពី30ទៅណា
គាត់មានជំងឺលើសឈាមប៉ុន្តែគាត់បានចាប់អារម្មណ៍ឬក៏គាត់អត់ទទួលស្គាល់ថាគាត់មានជំងឺលើសឈាមអញ្ចឹងគាត់អាចនឹងធ្វើការពិនិត្យសុខភាពជាប្រចាំជួបគ្រូពេទ្យឲ្យជាប្រចាំហើយគ្រូពេទ្យប្រាប់ថាគាត់សម្ពាធឈាមគាត់រៀងខ្ពស់ប៉ុន្តែគាត់នៅតែ reject អត់ប្រើថ្នាំអត់ប្រើតាមដានជាមួយគ្រូពេទ្យអញ្ចឹងណារហូតដល់ថ្ងៃមួយសម្ពាធឈាមបុកឡើងខ្លាំងគាត់ធ្វើឲ្យគាត់ដាច់សរសៃឈាមក្នុងខួរក្បាលជាក់ស្ដែងកាលពីខែមុនយើងមាន case មួយដូចគ្នាដែរបងស្រីម្នាក់អាយុ33ឆ្នាំឯងគាត់ជាមនុស្សមួយដែលសុខភាពល្អណាគាត់ពិនិត្យសុខភាពជាប្រចាំហើយនៅពេលរាល់ដងទៅពិនិត្យសុខភាពគេឃើញគាត់លើសសម្ពាធឈាមតែគេ recommend ឲ្យប្រើថ្នាំប្រើអញ្ចឹងប៉ុន្តែគាត់នៅតែ reject ហើយគាត់ព្យាយាមតាមដានពីពេទ្យមួយទៅពេទ្យមួយដើម្បី confirm ថាគាត់មានលើសសម្ពាធឈាមអត់អញ្ចឹងណាអញ្ចឹងគ្រូពេទ្យគាត់ប្រាប់ថាគាត់មានលើសសម្ពាធឈាមប៉ុន្តែគាត់ប្រើថ្នាំរហូតដល់ថ្ងៃមួយខែមុនហ្នឹងដូចជាថ្ងៃទី26ខែមករាហ្នឹងគាត់ក៏ពេលដែលគាត់ងូតទឹកនៅពេលល្ងាចណាក៏ស្លាប់ក្នុងបន្ទប់ទឹករហូតដល់ប្អូនស្រីឃើញយកគាត់មកទីពេទ្យយើង scan ទៅឃើញឈាមកកនៅក្នុងខួរក្បាលហើយករណីគាត់ហ្នឹងក៏ដោយសារតែទំហំឈាមធំក៏យើងធ្វើការវះកាត់ហើយដល់បច្ចុប្បន្ននេះយើងសង្គ្រោះជីវិតគាត់បានអញ្ចឹងពីលោកគ្រូផ្ទាល់គួរតែតាមដានសុខភាពបែបណាពីព្រោះវាមិនមែនស្ថិតនៅក្នុងកញ្ចប់ដែលយើង check up រាល់ដងណាចា check up រាល់ដងដូចត្រឹមតែមកកណាត់កនឹងចុះក្រោមទេចាអញ្ចឹងសម្រាប់ក្បាលវិញតាមពិតយើងក៏មានកញ្ចប់តាក់ទងទៅនឹងការពិនិត្យខួរក្បាលដូចគ្នាដែរប៉ុន្តែគ្រាន់តែថាបច្ចុប្បន្នចំណេះដឹងទូទៅណាគាត់គិតថាការ scan ខួរក្បាលតែងតែប៉ះពាល់ចាទៅលើរូបមកថាកាត់បន្ថយអាយុមួយឆ្នាំអញ្ចឹងទៅឬក៏បកកដូចជាជំងឺមហារីកអីចឹងទៅចាប៉ុន្តែធៀបពិតសម្រាប់ការ scan MRI ដែលយើងបង្កើតនៅក្នុងកញ្ចប់ពិនិត្យសុខភាពណា MRI ហ្នឹងមានថា magnetic resonance imaging ជាម៉ាស៊ីនមួយដែលប្រើដែន magnetic អត់ប្រើ X-ray ទេអញ្ចឹងវាអត់មានប៉ះពាល់ទៅលើសុខភាពអីទាំងអស់អញ្ចឹងជាទូទៅនៅក្នុងវ័យណាមួយខ្ញុំគិតថា recommend ឲ្យ check ទៅ MRI ម្ដងដើម្បីឲ្យយើងដឹងពីស្ថានភាពខួរក្បាលប៉ុណ្ណឹងយើងអាចដឹងពីសរសៃឈាមថាសរសៃឈាមរបស់យើងហ្នឹងខុសប្រក្រតីអត់ជាក់ស្ដែងមុននឹងមកជួបពីបងហ្នឹងខ្ញុំមាន case មួយបងប្រុសម្នាក់ដែលគាត់នៅក្រោមគាត់ថាបង healthy អត់មានជំងឺទាំងអស់អត់ដែលពិនិត្យសុខភាពទាំងអស់ប៉ុន្តែមុនហ្នឹង scan ទៅយើងឃើញគាត់ដាច់សរសៃឈាមក្នុងខួរក្បាលដល់ពេលយើងសិក្សាពីសរសៃឈាមរបស់គាត់ទៀតទៅឃើញសរសៃឈាមរបស់គាត់ស្ទះទាំងសងខាងអស់បាត់ហើយអញ្ចឹងបើសិនជាគាត់អាចនឹង check មុនហ្នឹងយើងអាចការពារគាត់បានអញ្ចឹងជារឿងមួយដែលសោកស្ដាយដែលគាត់មករៀង late អញ្ចឹងណាបាទអញ្ចឹងពីខ្ញុំទៅវិញអាចនិយាយបានថាក្នុងវ័យណាមួយមិនថាក្មេងឬក៏វ័យចំណាស់គួរតែ scan MRI មួយដើម្បីឲ្យដឹងពីស្ថានភាពខួរក្បាលរយៈពេលនៃការដែលយើងអាច scan MRI ហ្នឹងចន្លោះរយៈពេលប្រហែលដែរតាមពិតអត់កំណត់ទេអាចក្នុងរយៈពេល3ឆ្នាំ5ឆ្នាំចាំធ្វើម្ដងក៏អត់អីដែរទូទៅឲ្យតែថាដំបូងយើង scan ទៅអត់អីអាហ្នឹងអាច5ឆ្នាំក្រោយទៅចាំយើងធ្វើទៀតអញ្ចឹងមិនន័យថាឧទាហរណ៍ថាយើង scan ថ្ងៃហ្នឹងរយៈពេល3ឆ្នាំឬក៏5ឆ្នាំក្រោយថាតើអាចនឹងមានហេតុការណ៍អីនៅក្នុងចន្លោះហ្នឹងអត់ជាធម្មតានៅពេលដែលយើងធ្វើ MRI យើងអាចដឹងព័ត៌មានពីស្ថានភាពខួរក្បាលរបស់យើងណាឧទាហរណ៍ខ្ញុំនៅក្នុង MRI យើងអាចមើលពីស្នាមពីមុនមកថាយើងធ្លាប់មានដាច់សរសៃឈាមយើងធ្លាប់មានស្ទះសរសៃឈាមឬក៏មានស្នាមអីខុសប្រក្រតីអត់ឬក៏មានសរសៃឈាមត្បៀតប៉ោងឬក៏មានខុសប្រក្រតីនឹងអត់បើករណីដែលយើងធ្វើហើយ MRI គឺ result ចេញមកគឺធម្មតាទាំងអស់អានឹងយើងអត់បារម្ភទេជាទូទៅខ្ញុំអាចឆ្លើយបានថាក្នុងរយៈពេល3ទៅ5ឆ្នាំគឺអត់បារម្ភទេប៉ុន្តែបើករណីដែលយើងត្រូវឃើញថាសរសៃឈាមមានត្បៀតឧទាហរណ៍ខួរក្បាលធ្លាប់មានស្នាមស្ទះពីមុនមកហើយបូករួមជាមួយនឹងជំងឺដែលគាត់មានប្រចាំកាយឧទាហរណ៍ថាលើសជាតិខ្លាញ់ទៅលើសសម្ពាធឈាមទៅទឹកនោមផ្អែមទៅអានឹងចាំបាច់ត្រូវ control របស់ទាំងអស់ហ្នឹងហើយអាច3ឆ្នាំក្រោយយើងបន្តតាមដានបន្តទៅមុខទៀតអញ្ចឹងចា៎ដើម្បីសុវត្ថិភាពសម្រាប់គាត់អញ្ចឹងណាតាមលោកគ្រូរៀបរាប់មកអាចនឹងយើងធ្វើការសង្កេតតាមដានសុខភាពរបស់ខ្លួនឯងហើយក៏រៀងទលំទលាយបន្តិចដែរចាលែងសូវធុញថប់អារម្មណ៍ណាចាប៉ុន្តែពីដើមឡើយឲ្យតែពេលសមាជិកគ្រួសារណាម្នាក់មានបញ្ហាតាក់ទងជាមួយនឹងបញ្ហាខួរក្បាលណាយើងតែងតែនឹកទៅដល់ថាគួរតែបញ្ជូនអ្នកជំងឺទៅប្រទេសណាត្រូវដោយសារតែទំនុកចិត្តរបស់គាត់ហ្នឹងគាត់គិតថានៅស្រុកខ្មែររបស់យើងអត់ទាន់មានគ្រឿងបរិក្ខារត្រឹមត្រូវទំនើបដូចប្រទេសគេឬក៏វិជ្ជបណ្ឌិតរបស់យើងអត់ទាន់មានបទពិសោធន៍ច្បាស់លាស់ក្នុងការជួយសង្គ្រោះនឹងទេថាតើរហូតមកដល់ពេលបច្ចុប្បន្ននេះនៅក្នុងស្រុកខ្មែររបស់យើងមានការអាប់ដេតដល់កម្រិតណាហើយលោកគ្រូត្រូវតាមពិតអានេះជា concept ពីមុនមកដែលគាត់ថាអាចនឹងជឿទៅលើគ្រូពេទ្យនៅខាងក្រៅច្រើនដោយសារទីមួយតាក់ទងនឹងសម្ភារៈទៅតាក់ទងនឹងគ្រូពេទ្យចឹងទៅដែលគាត់អត់ផ្ដល់ទំនុកចិត្តក្នុងស្រុកចឹងណា
ប៉ុន្តែបច្ចុប្បន្ននេះខ្ញុំអាចនិយាយបានថានៅមន្ទីរពេទ្យអន្តរជាតិអូរិនដាខ្ញុំអត់និយាយខ្ញុំផ្ទាល់ទេខ្ញុំអាចនិយាយចាប់ផ្ដើមពីសម្ភារៈយើងមានសម្ភារៈគ្រប់យ៉ាងយើងមាន CT scan យើងមាន MRI យើងមានម៉ាស៊ីន microscope ហើយយើងនៅក្នុងពេលខាងមុខនេះយើងមាន cath lab ដើម្បីសិក្សាពីសរសៃឈាមបន្តទៅមុខទៀតអញ្ចឹងតាក់ទងនឹងសម្ភារៈខ្ញុំអាចនិយាយបានថាយើងអត់ចាញ់ប្រទេសផ្សេងទេយើងមានជាសម្ភារៈដែលគេហៅ last generation សម្រាប់សម្ភារៈនីមួយៗហ្នឹងហើយបូករួមជាមួយនឹងយើងគ្រូពេទ្យដូចខ្ញុំអញ្ចឹងខ្ញុំអាចនិយាយបានថាខ្ញុំជាគ្រូពេទ្យម្នាក់ដែលទទួលការបន្តវេនមកពីស្រុកក្រៅខ្ញុំរៀនពេទ្យហ្នឹងនៅប្រទេសចិនហើយបន្តយក specialist ហ្នឹងហើយខ្ញុំ train នៅប្រទេសជប៉ុនហើយពីហ្នឹងមកខ្ញុំមានបន្តតាម training បន្តទៅនឹងបន្តទៀតដើម្បី update skill ខ្លួនឯងអញ្ចឹងខ្ញុំជឿថាគ្រប់ case ទាំងអស់ដែលតាក់ទងទៅនឹងបញ្ហាខួរក្បាលគឺយើងអាចជួយបានមិនថាដាច់សរសៃឈាមមិនថាគ្រោះថ្នាក់មកចរាចរណ៍ដែលបង្កពីដាច់សរសៃឈាមឬក៏មានជំងឺសរសៃឈាមផ្សេងទៀតដូចជាឧទាហរណ៍ដូចជាដុំសាច់នៅក្នុងខួរក្បាលឬក៏ការតសរសៃឈាមឬក៏គៀបសរសៃប៉ោងនៅក្នុងខួរក្បាលជាដើមអញ្ចឹងយើងធ្វើបានដូចគ្នាហើយយើងក៏មានជាទិន្នន័យសម្រាប់បង្ហាញដូចគ្នាក្នុងនឹងដែរដែលជាបទពិសោធន៍កន្លងមកចាបើពីខ្ញុំផ្ទាល់វាលក្ខណៈពិសេសមួយដែលអាចផ្ដល់នៅទំនុកចិត្តនិងក្តីសង្ឃឹមជូនទៅកាន់បងប្អូនប្រជាពលរដ្ឋខ្មែរនៅពេលដែលអាសន្នណាមួយនោះព្រោះថាជំងឺនេះអាចនឹងម្នាក់បន់ណាស់កុំឲ្យឈួបអីចាប្រវត្តិឬសូមកវារៀងដូចថាទ្រង់ទ្រាយធំជាងគេចាត្រឡប់មកវិញថាតើនៅពេលដែលយើងមានបរិក្ខារពេទ្យទំនើបនៅក្នុងដៃរបស់យើងនៅកន្លែងតែមួយហើយប្រជុំទៅដោយលោកគ្រូពេទ្យដែលមានជំនាញច្បាស់លាស់ថែមទៀតថាតើផ្ដល់ភាពងាយស្រួលក្នុងការជួយទៅកាន់អ្នកជំងឺបែបណាខ្លះដែរជាធម្មតានៅពេលដែលយើងមានគ្រប់សពបែបហ្នឹងហើយអញ្ចឹងអាចនិយាយបានថាយើងជួយបានតាន់ពេលវេលាខ្ញុំអាចនិយាយបានថាវាជាកន្លែងមួយជា one station treatment សម្រាប់អ្នកជំងឺបែបហ្នឹងដែលគាត់អត់ចាំបាច់ត្រូវបារម្ភថាត្រូវពិចារណាត្រូវបញ្ជូនទៅខាងណាតទៅទៀតអញ្ចឹងណាព្រោះឯដោយសារយើងអាចផ្ដល់គ្រប់បែបយ៉ាងនៅទីនេះទាំងសម្ភារៈទាំងគ្រូពេទ្យហើយមែនតើមិនមែនតែថាធំតែខ្ញុំទេយើងមាន team ឧបមាថាខាងគ្រូពេទ្យផ្នែកថ្នាំសន្សំយើងមាន team ខាងគលានុបដ្ឋាយិកាដែលគាត់ផ្ដល់ការថែទាំបានល្អហើយបូករួមជាមួយនឹងខាងក្រុមគ្រូពេទ្យផ្នែកចលនាដូចគ្នាអញ្ចឹងដែរចឹងខ្ញុំគិតថានៅទីនេះអាចជា one stop station សម្រាប់អ្នកជំងឺដែលមានបញ្ហាទាក់ទងនឹងដាច់សរសៃឈាមខួរក្បាលចាអរគុណលោកគ្រូឥឡូវយើងនិយាយពីលទ្ធភាពនៃអ្វីដែលយើងអាចជួយដល់អ្នកជំងឺបានព្រោះតាមធម្មតាបើតាមស្ដាប់ទ្រុសមកបន្ទោះជាខ្ញុំអត់សូវដឹងពីបញ្ហានឹងក៏ពិតមែនប៉ុន្តែក្នុងករណីដូចតសរសៃឈាមខួរក្បាលតអីហ្នឹងវារឿងសាំញ៉ាំចាអញ្ចឹងលោកគ្រូអាច detail បានអត់ទេថាអ្វីដែលខាងមន្ទីរពេទ្យអន្តរជាតិ Orenda អាចធ្វើបានបច្ចុប្បន្នហ្នឹងដូចខ្ញុំជំរាបមុនហ្នឹងអញ្ចឹងណាថាសម្រាប់នៅក្នុងមករង្វង់ខួរក្បាលពីលារហូតដល់ខាងក្នុងសរសៃឈាមហ្នឹងទីមួយឧទាហរណ៍ថាជំងឺដាច់សរសៃឈាមក្នុងខួរក្បាលដោយសារតែលើសសម្ពាធឈាមអញ្ចឹងការវះកាត់យកកំណកឈាមហ្នឹងចេញយើងធ្វើបានឧទាហរណ៍ថានៅក្នុងធម្មតានៅក្នុងខួរក្បាលវាអាចដុះដុំសាច់នៅក្នុងហ្នឹងអញ្ចឹងយើងអាចធ្វើការវះកាត់មិនថានៅទីតាំងខាងមុខចំហៀងខាងក្រោយឬខាងក្រោមគឺយើងធ្វើបានដូចគ្នាដោយសារយើងមានម៉ាស៊ីន microscope ជាម៉ាស៊ីនមួយដែលជំនួយក្នុងការវះកាត់ហើយវា last generation សម្រាប់យើងនៅក្នុងនឹងដែរណាហើយទី3តាក់ទងទៅនឹងជំងឺសរសៃឈាមព្រោះជំងឺសរសៃឈាមប្រហែលជាយើងអត់បានជាមិនមែនជាជំងឺមួយទូលំទូលាយដែលយើងយល់ដឹងទេមែនទែនទៅវាអាចជាសរសៃប៉ោងឬក៏ត្បៀតសរសៃឈាមអញ្ចឹងណាអញ្ចឹងយើងអាចធ្វើការវះកាត់ហើយយើងញែកខួរក្បាលទៅគៀបសរសៃឈាមដែលប៉ោងដើម្បីការពារវាកុំឲ្យបែកហើយទី2ឧទាហរណ៍ថាបើសិនជាវាត្បៀតឬក៏ស្ទះហើយយើងអាចតពីខាងក្រៅដែលយើងស្ទាបពីខាងក្រៅនេះយើងតចោះលាតទៅតនៅខាងក្នុងយើងអាចធ្វើបាននៅក្នុងហ្នឹងហើយនៅពេលអនាគតយើង plan នៅប្រហែលជាអាចនៅក្នុងចុងឆ្នាំហ្នឹងយើងមាន cath lab ហ្នឹងគឺសំខាន់ទៅលើការព្យាបាលមួយដែលយើងចោះសរសៃឈាមយើងអត់ធ្វើការវះកាត់ទៀតទេអានករណីមួយចំនួនណាយើងចោះសរសៃឈាមហើយយើងចូលទៅឧបមាថាវាដាច់សរសៃឈាមយើងចូលទៅបាញ់ដោយលក្ខណៈមួយគេហៅ coiling ហ្នឹងទៅផ្ចិតអាហ្នឹងដើម្បីកុំឲ្យហូរឈាមទៀតប៉ុន្តែអត់មានការបើកកលាក្បាលទេអញ្ចឹងណាឬក៏ពេលខ្លះប្រហែលជាបងធ្លាប់ឮថាគេដាក់ stand វាច្រើនដាក់នៅបេះដូងឯងប៉ុន្តែមានជំងឺមួយចំនួនសរសៃឈាមរបស់គាត់នេះដែលយកឈាមទៅចិញ្ចឹមកោសិកាខួរក្បាលនៅកន្លែងកញ្ចឹងកនេះត្បៀតអាចត្បៀតដល់ 70% 90% ឬក៏ស្ទើរតែ 100%អញ្ចឹងនៅពេលដែលយើង found យើងឃើញថាអញ្ចឹងយើងអាចដាក់ stand ទៅក្នុងហ្នឹងដើម្បីពហិឲ្យវាត្រឡប់មកវិញធម្មតាអាហ្នឹងគឺជាអ្វីដែលយើងនឹងធ្វើនៅមន្ទីរពេទ្យអន្តរជាតិ Orenda ចា
ចឹងអាចនឹងកាត់បន្ថយការព្រួយបារម្ភការភ័យខ្លាចដែរហេតុការណ៍ដំបូងបើសិនជាឃើញសមាជិកគ្រួសាររបស់យើងណាម្នាក់មិនស្រួលទេចាជាពិសេសផ្ដោតទៅលើការស្លាប់នឹងតែម្ដងយើងត្រូវតែគិតដិតដល់ពីបញ្ហាខួរក្បាលហើយយើងអាចបញ្ជូនមកមន្ទីរពេទ្យអន្តរជាតិអរ៉េនដាប៉ុន្តែជាមួយនឹងខាងមន្ទីរពេទ្យអន្តរជាតិអរ៉េនដាវិញដោយសារតែយើងមានច្រើនផ្នែកលោកគ្រូចុះបើសិនជាក្នុងករណីបន្ទាន់អ្នកជំងឺរបស់យើងគាត់ម៉ោង1ម៉ោង2យប់តើយើងអាចសង្គ្រោះគាត់តាំងកណ្ដាលយប់នឹងបានអត់ឬរងចាំដល់ភ្លឺសិនជាទូទៅយើងអាចឆ្លើយបានថា24ម៉ោងលើ7ហើយថា24ម៉ោងក្នុងមួយថ្ងៃ7ថ្ងៃក្នុងមួយអាទិត្យចាគ្រប់ពេលមកពេលណាក៏បានដែរហើយមានគ្រូពេទ្យដែលនៅចាំព្យាបាលមើលថែទាំតាមដែលលោកគ្រូរៀបរាប់មិញហ្នឹងវានិយាយជំរឿដែរតកតងជាមួយនឹងបញ្ហាដាច់សរសៃឈាមខួរក្បាលប៉ុន្តែបើពីខ្ញុំធ្លាប់ឮបញ្ហាស្ទះសរសៃឈាមខួរក្បាលថាពីរហ្នឹងវាស្តៀងគ្នាវាជាជំងឺតែមួយឬក៏ខុសគ្នាដែរអូខេបងហ្នឹងហើយកន្លែងហ្នឹងខ្ញុំចង់បញ្ជាក់បន្តិចដូចគ្នាដែរជំងឺហ្នឹងគេហៅ stroke ដូចគ្នាចាប៉ុន្តែគ្រាន់តែយើងបែងចែកថាជា stroke មួយដែលដាច់សរសៃឈាមខួរក្បាលហ្នឹងមានថាធ្លាយអញ្ចឹងសរសៃឈាមហូរចេញមកខាងក្រៅសកាត់កោសិកាខួរក្បាលដល់ stroke មួយទៀតហ្នឹងគេហៅថាស្ទះសរសៃឈាមខួរក្បាលវិញមានន័យថាក្នុងសរសៃឈាមរបស់យើងហ្នឹងមានកំណកដែលវាហូរទៅដល់កន្លែងហ្នឹងវាទៅមុខលែងរួចទៅវាស្ទះដល់ស្ទះអត់មានឈាមទៅចិញ្ចឹមកោសិកាខួរក្បាលផ្នែកខាងចុងដែលទៅដល់ហ្នឹងណាអញ្ចឹងធ្វើឲ្យកោសិកាខួរក្បាលយើងខូចដល់ខូចយើងទៅជាមុខងាររបស់កោសិកាខួរក្បាលហ្នឹងគឺប៉ះពាល់ដែលជាទូទៅយើងអាចសម្គាល់បានថាតាមរយៈរោគសញ្ញាមួយចំនួនណាដែលពាក្យភាសាអង់គ្លេសគេហៅពាក្យថា FAST ហ្នឹងមកពាក្យថា F A S T F ហ្នឹងមានន័យថា face មុខរបស់យើងហ្នឹងធ្លាក់មកចំហៀងអញ្ចឹងបងដែលចូលចិត្ត selfie ទូរស័ព្ទហ្នឹងណា selfie លេងហ្នឹងទៅអាសាមើលមុខខ្លួនឯងថា symmetry គ្នាអត់តែអត់ symmetry គ្នាទេហ្នឹងមានថាធ្លាក់មកចំហៀងអាហ្នឹងត្រូវពេលជួបគ្រូពេទ្យហើយ A ហ្នឹង arm ដៃជាងការដៃផងយើងហ្នឹងកាន់តកៅទឹកឬកាន់ដបទឹកហ្នឹងកាន់ទៅកាន់ទឹកធ្លាក់ទៅបាត់ជាប់ទុនហ្មងពេលខ្លះស្ពឹកអញ្ចឹងអត់ដល់ទុនស្ពឹកអញ្ចឹងណាអញ្ចឹងមកចំហៀងហ្នឹងហ្មងជាទូទៅណាអាហ្នឹងគឺអាចជារោគសញ្ញាទី3 S speech ការនិយាយដូចគ្នាដែរដូចឥឡូវនេះខ្ញុំនិយាយច្បាស់ព្រោះណាស្រាប់តែសុកនិយាយទៅដល់ហើយមានកំណកស្ទះទៅធ្វើខ្ញុំទៅជានិយាយលស្ដាប់អត់បានឬក៏ពេលខ្លះស្ដាប់បានដែរប៉ុន្តែអត់ច្បាស់ទេឬក៏ពិបាកក្នុងការនិយាយចឹងទៅទី4 T time ពេលវេលាព្រោះធម្មតាក្រោយពីស្ទះហើយណាកោសិកាខួរក្បាលក្នុងមួយវិនាទីហ្នឹងអាចស្លាប់ដល់ 1.9 លានកោសិកាអញ្ចឹង time ហ្នឹងវាថាមកមន្ទីរពេទ្យឲ្យលឿនបំផុតតាមដែលអាចធ្វើទៅបានដែលជាទូទៅយើងមានពេលវេលាក្នុងរយៈពេល4ម៉ោងកន្លះយើងមានថ្នាំដើម្បីបាញ់ចូលក្នុងសរសៃឈាមទៅធ្វើឲ្យកំណកឈាមហ្នឹងលាយដែលអត្រាជោគជ័យអាចនិយាយបានថា 50% ហើយបើសិនជាករណីដែលអត់ទាន់ជោគជ័យណាយើងអាចមានធ្វើការចោះសរសៃឈាមចូលទៅក្នុងខួរក្បាលសរសៃឈាមខួរក្បាលដើម្បីចាប់កំណកនឹងចេញដែលជាទូទៅយើងអាចធ្វើបានក្នុងរយៈពេល24ម៉ោងដើម្បីសង្គ្រោះអញ្ចឹងក្រោយពីបាញ់ឧបមាថាយើងព្យាបាលជោគជ័យអ្នកជំងឺជាទូទៅអាចត្រឡប់មកវិញធម្មតាអញ្ចឹងទៅឬក៏អាចមានប៉ះពាល់តិចតួចទៅតាមទីតាំងនៃកោសិកាខួរក្បាលដែលវាខូចរួចទៅហើយអញ្ចឹងប៉ុន្តែបើសិនជាករណីដែលយើងអត់មានការព្យាបាលទាំងអស់អញ្ចឹងគាត់អាចនឹងពិការមកជាងខ្លួនអញ្ចឹងគាត់អាចធ្វើឲ្យការទៀតអញ្ចឹងបន្ទុកទៅលើគ្រួសារទៅលើសង្គមជាតិយើងហើយទូទៅបើតាមស្ដាប់មកមានអារម្មណ៍ថាដាច់សរសៃឈាមខួរក្បាលវាលក្ខណៈដូចថាស្លាប់យកហ្មងដល់ពេលស្ទះសរសៃឈាមខួរក្បាលយើងអាចសង្កេតមើលទៅតាមអាការៈមួយចំនួនជា fast ចាត្រូវអញ្ចឹងថាតើបុគ្គលគ្រប់រូបមិនថាក្មេងមិនថាចាស់គួរតែបញ្ជៀសបញ្ហាទាំងអស់ហ្នឹងធម្មតាទេជំងឺដែលធ្ងន់ធ្ងរបែបហ្នឹងយើងអត់ចង់ទេចាប៉ុន្តែធ្វើម៉េចដើម្បីយើងបញ្ជៀសវាបានអូខេអញ្ចឹងបើថាបញ្ជៀសហ្មងណាយើងធម្មតាយើងអាចត្រូវតែ control ឲ្យបានឧទាហរណ៍ថាសម្ពាធឈាមទៅការរស់នៅមួយដែលល្អមកថាកុំឲ្យលើសជាតិខ្លាញ់អញ្ចឹងទៅឧទាហរណ៍ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់អញ្ចឹងទៅការហាត់ប្រាណឲ្យបានទៀងទាត់អញ្ចឹងទៅហើយឧទាហរណ៍ដែលរបស់មួយចំនួនឧទាហរណ៍បារីឬក៏ស្រាអញ្ចឹងទៅកាត់បន្ថយឬក៏ជៀសវាងបានយើងគួរជៀសវាងទៅហើយសំខាន់ហ្នឹងគឺការពិនិត្យសុខភាពជាប្រចាំដែលជាទូទៅឥឡូវខ្ញុំអាចនិយាយបានថាក្នុងសង្គមរបស់យើងហ្នឹងចូលចិត្តពេញនិយមដែរទៅពិនិត្យសុខភាពអីចឹងទៅប៉ុន្តែតែមួយគាត់ពិនិត្យហើយគាត់អត់បាន take action មានថាគាត់ពិនិត្យហើយគាត់គ្រីសមើលថាពិនិត្យខ្លាញ់ទៅពិនិត្យស្ករទៅ
thì chẳng áគាត់ឃើញលើហើយមិនដែលលើបន្តិចចឹងគាត់ថាអូខេមិនបាច់ control អីអញ្ចឹងតិចតួចអញ្ចឹងណាប៉ុន្តែរបស់តិចតួចដល់ពេលយូរខែយូរឆ្នាំទៅវាបង្កទៅជាបញ្ហាអញ្ចឹងខ្ញុំ recommend ឲ្យបើសិនជាមានការពិនិត្យសុខភាពគួរតែធ្វើជាមួយនឹងគ្រូពេទ្យទទួលការណែនាំប្រឹក្សាបើត្រូវចាំបាច់ប្រើថ្នាំត្រូវការប្រែប្រួលរបបអាហារឬក៏ការហាត់ប្រាណអញ្ចឹងទៅចាចុះបើពីលោកគ្រូផ្ទាល់ក្នុងករណីដែលគាត់សង្កេតខ្លួនឯងថាគាត់គួរតែបញ្ញាប់មកពេទ្យជៀសវាងតតែសន្លប់ជៀសវាងតតែថាអូស្ទះសរសៃឈាមខួរក្បាលហើយបានយកមកសង្គ្រោះថាតើលោកគ្រូគួរតែឲ្យយោបល់ទៅគាត់បែបណាពីខ្ញុំទៅវិញជាទូទៅសម្រាប់អ្នកជំងឺដែលមានបញ្ហាខួរក្បាលណាដើម្បីបញ្ជៀសជំងឺទាំងអស់ហ្នឹងដូចជាក់មុនហ្នឹងអញ្ចឹងថាការសម្គាល់ពីរោគសញ្ញារបស់ជំងឺមិនថាដាច់សរសៃឈាមមិនថាស្ទះសរសៃឈាមគួរតែមានចំណេះដឹងខ្លះអញ្ចឹងឧទាហរណ៍ថា stroke fast ដែលស្ទះសរសៃឈាមហ្នឹងពីអង់គ្លេសថា fast ហ្នឹងគួរតែចាំពាក្យហ្នឹងឲ្យដឹងព្រោះសាមញ្ញមានមុខធ្លាក់មកចំហៀងដៃទន់មកចំហៀងនិយាយអត់ច្បាស់តែប៉ុណ្្នឹងទេអញ្ចឹងគាត់តែប៉ុណ្្នឹងយើងអត់ចាំបាច់តាមដាននៅផ្ទះទេមកទីពេទ្យឲ្យលឿនមកគ្រូពេទ្យគាត់ដឹងថាត្រូវធ្វើអីទូទៅណាហើយដើម្បីជៀសវាងហ្មងមែនតែនទៅណាការរស់នៅមួយដែលល្អហ្នឹងដូចបានបញ្ជាក់ខាងមុខអញ្ចឹងបាទបងមុនហ្នឹងយើងបានជជែកគ្នាតាក់ទងនឹងជំងឺ stroke មានស្ទះសរសៃឈាមមានដាច់សរសៃឈាមច្រើនហើយពីរោគសញ្ញាពីវិធីការពារហើយនឹងការព្យាបាលហើយនឹងក្រោយការព្យាបាលអីចឹងទៅចា៎ប៉ុន្តែថ្មីហ្នឹងណាខ្ញុំមាន case មួយដែលគួរចាប់អារម្មណ៍ដែរវាអត់តាក់ទងនឹងជំងឺ stroke ហ្នឹងទេប៉ុន្តែវាតាក់ទងទៅនឹងជំងឺផ្សេងដែរតាក់ទងខួរក្បាលដែរគឺប្រភេទដុំសាច់ក្នុងខួរក្បាលដែលជាទូទៅប្រហែលជាក្នុងសង្គមយើងណាគាត់មានគំនិតមួយថាឲ្យតែមានដុំសាច់ក្នុងខួរក្បាលតែងតែអាចប៉ះពាល់ដល់អាយុជីវិតឬក៏ត្រូវតែវះកាត់ដើម្បីយកដុំសាច់នឹងចេញអញ្ចឹងថ្មីនេះខ្ញុំជួបករណីប្អូនស្រីម្នាក់អាយុគាត់21ឆ្នាំហើយគាត់ក្មេងហើយមូលហេតុដែលគាត់មកជួបហ្នឹងគឺដោយសារតែគាត់បាត់រដូវហើយក្នុង6ខែចឹងទៅគាត់ទៅជួបខាងគ្រូពេទ្យផ្នែករោគស្ត្រីហើយខាងគ្រូពេទ្យរោគស្ត្រីគាត់បានធ្វើតេស្តគាត់ពិនិត្យឈាមពិនិត្យអីចឹងទៅហើយក្នុងហ្នឹងគាត់ពិនិត្យអរម៉ូនហើយគាត់ឃើញមានលទ្ធផលអរម៉ូនមួយឈ្មោះប្រូឡាទីនហ្នឹងវាឡើងខ្ពស់ខ្លាំងឡើងគុណដល់10-20 ដងនៃតម្លៃធម្មតាណាអញ្ចឹងគ្រូពេទ្យក៏recommend ឲ្យបងអូនស្រីមកជួបខាងគ្រូពេទ្យវះកាត់ខាងខួរក្បាលហ្នឹងទៅហើយគាត់ក៏មកជួបខ្ញុំហើយអាចនិយាយបានថាជាព័ត៌មានមួយដែលខ្ញុំចង់ចែកម្លែកឲ្យបងដូចគ្នាដែរណាថាបងអាចនឹងចែកម្លែកបន្តថ្មីទៅណាអញ្ចឹងក្រោយពីគាត់ជួបខ្ញុំមកខ្ញុំធ្វើតេស្តទាំងអស់ទៅឃើញថាគាត់ធម្មតាទាំងអស់ទេអត់មានបញ្ហាក្រៅពីការរាំងរដូវក្នុងរយៈពេល6ខែអញ្ចឹងដោយសារខ្ញុំឃើញអរម៉ូនហ្នឹងឡើងខ្ពស់ខ្លាំងខ្ញុំក៏ order ឲ្យធ្វើ scan ខួរក្បាល MRI អញ្ចឹងនៅពេលដែលយើង scan ខួរក្បាល MRI ទៅយើងឃើញដុំសាច់មួយដែលដុះនៅខាងក្រោមជាទូទៅនៅខាងក្រោមនេះនៅខួរក្បាលរបស់យើងនៅកន្លែងនេះហ្នឹងណាគេហៅកន្លែងហ្នឹងគេហៅកពេញមួយគេហៅ pituitary កពេញហ្នឹងគឺកពេញមួយដែល control អរម៉ូនទាំងអស់នៅក្នុងហ្នឹងអញ្ចឹងឃើញដុំសាច់ដុះចេញពីកពេញហ្នឹងធំទំហំធំហើយប៉ុន្តែដុំសាច់ហ្នឹងវាអត់ទាន់សកត់ទៅលើសរសៃភ្នែករបស់យើងអញ្ចឹងគាត់អត់ទាន់មានអាការៈដូចជាស្វាងភ្នែកឬក៏ងឹតភ្នែកឯគាត់រាំងរដូវតែប៉ុណ្្នឹងឯងអញ្ចឹងក្រោយពីយើង scan ទៅឃើញដុំសាច់នឹងហើយណាអញ្ចឹងយើងធ្វើការព្យាបាលបន្ទាន់ភ្លាមដោយការប្រើថ្នាំអញ្ចឹងក្រោយពីការប្រើថ្នាំមកក្នុងរយៈពេល3ខែ6ខែដែលយើងតាមដានមកវិញមកឃើញថាដុំសាច់ហ្នឹងរួមតូចទៅត្រឡប់មកវិញធម្មតាហើយអាការមករដូវរបស់គាត់ហ្នឹងក៏មកធម្មតាដូចគ្នាដែរប៉ុន្តែប្រហែលជាបងឆ្ងល់ថាចុះឧទាហរណ៍បើករណីដែលអត់ព្យាបាលវាបែបមិនវិញទៅជាអីវិញត្រូវអញ្ចឹងនៅពេលដែលយើងអត់ព្យាបាលណាករណីឧទាហរណ៍ថាធម្មតាអ្វីដែលខ្ញុំធ្លាប់ជួបហ្នឹងគឺក្មេងស្រីដែលគាត់នៅក្មេងៗគាត់នៅក្នុងចន្លោះពី12 13 14ឆ្នាំអីចឹងទៅដែលគាត់ទៅតែមករដូវគាត់អត់បានយល់ដឹងច្បាស់ពីអាវត្តរដូវឬក៏បែបមិនអញ្ចឹងគាត់អាចនឹងបាត់បង់ឱកាសនៃការព្យាបាលអញ្ចឹងណាបើសិនជាករណីដុំសាច់ហ្នឹងធំទៅអញ្ចឹងជាធម្មតាបើសិនជាយើងអត់ព្យាបាលដុំសាច់នឹងរីកធំទៅវាសកត់អាសរសៃភ្នែករបស់យើងអញ្ចឹងធ្វើឲ្យភ្នែករបស់យើងនឹងចេះតែស្វាងទៅរហូតដល់ធំសកត់ខ្លាំងមែនទែនធ្វើឲ្យយើងអាងឹតទាំងសងខាងដែលជាទូទៅយើងអាចនឹងពិបាករោគវិនិច្ឆ័យឲ្យឃើញថាវាពិតជាបណ្ដាលមកពីដុំសាច់ហ្នឹងឬក៏ដោយសារតែភ្នែកយើងមានបញ្ហាអញ្ចឹងណាអ
ចឹងដើម្បីជាព័ត៌មានមួយដែលអាចចែកម្លែកទៅឲ្យថាជាក្នុងសង្គមយើងចឹងណាគាត់យល់ដឹងថាសម្រាប់អ្នកដែលគាត់បាត់បង់រដូវច្រើនខែចឹងទៅណាគាត់គួរតែរកការប្រឹក្សាមួយឬក៏បើភ្នែកគាត់មានបញ្ហាថាងឹតបន្តិចម្ដងហើយគាត់ជួបគ្រូពេទ្យភ្នែកហើយអត់ឃើញអីអត់អីអញ្ចឹងណាអញ្ចឹងគួរតែជួបខាងគ្រូពេទ្យផ្នែកខួរក្បាលដើម្បីធ្វើការ scan មើលដើម្បីមើលថាមានដុំសាច់ឬក៏អត់នេះខ្ញុំអាចចែកម្លែកជាព័ត៌មានមួយឲ្យបងឲ្យបានដឹងហើយអាចនឹងចែកម្លែកបន្តអញ្ចឹងណាព្រោះករណីហ្នឹងយើងអាចព្យាបាលបានដោយគ្រាន់តែប្រើថ្នាំអត់ធ្វើការវះកាត់ទេហើយយើងសង្គ្រោះការដែលគាត់តទៅនឹងរដូវរបស់គាត់ឲ្យត្រឡប់មកវិញធម្មតាហើយសង្គ្រោះការមើលឃើញរបស់គាត់ដើម្បីជៀសវាងកុំឲ្យពិការទាំងសងខាងព្រោះកន្លងមកជាបទពិសោធន៍ខ្ញុំជួបច្រើនខេសដែរដែលគាត់អត់បានដឹងអញ្ចឹងទៅគាត់ចេះតែតាមដានព្យាបាលមួយកន្លែងមួយដែលអត់ត្រូវណារហូតដល់ងឹតទាំងសងខាងយើងជួយអត់បានអញ្ចឹងគាត់ដៃជើងធម្មតាទាំងអស់ប៉ុន្តែភ្នែកងឹតទាំងសងខាងគឺពិការអញ្ចឹងមកន័យថាដុំសាច់ដែលកើតពីការបំរែបំរួលអរម៉ូនហ្នឹងអាចធ្វើឲ្យតែងងឹតភ្នែកនឹងទេអាចធ្វើឲ្យមានរឿងនេះផ្សេងធម្មតាបើសិនជាដុំសាច់នឹងរីកធំទៅហើយក្នុងដុំសាច់ហ្នឹងវាមានសរសៃឈាមច្រើនវាអាចធ្វើឲ្យដាច់សរសៃឈាមនៅក្នុងហ្នឹងធ្វើឲ្យគាត់ទៅជាមានឈាមកកដូចគ្នាយ៉ាងដែរដូចអ្វីដែលថាជាឈាមកកមួយដែលបណ្ដាលមកពីការដាច់សរសៃឈាមនៅក្នុងដុំសាច់ហ្នឹងអញ្ចឹងណាចាអាហ្នឹងក៏គ្រោះថ្នាក់ដូចគ្នាដែរទូទៅណាចឹងនៅពេលដែលយើងបានព្យាបាលទាន់ពេលវេលាចឹងភ្នែកគាត់ក្នុងករណីដែលគាត់ងងឹតឬក៏ស្វាំង50ទៅ60% ហើយគាត់អាចត្រឡប់មកសភាពដើមវិញជាទូទៅបើករណីដែលគាត់អត់តងងឹតទាំងអស់មានថាគាត់នឹងត្រឡប់មកវិញក្រោយពីយើងឲ្យដុំសាច់ហ្នឹងតូចមកវិញមកហើយសរសៃភ្នែករបស់គាត់នឹងត្រឡប់មកវិញតិចម្ដងរហូតដល់ភ្លឺមើលធម្មតាវិញតែបើក្នុងករណីដល់ល្ងឹតហ្មងគឺជួយអត់បានទេពោះពេលទោះបីជាដុំសាច់ហ្នឹងលែងមានកដោត្រូវអូនេះគឺជាករណីថ្មីមួយទៀតហើយចាហើយក៏ជាសារមួយផ្ដាំផ្ញើទៅកាន់អ្នកម្ដាយគ្រប់រូបដែរព្រោះតែក្មេងសម័យបច្ចុប្បន្ននេះ Gen Z អាចនឹងគាត់អត់សូវ share រឿងទៅកាន់អ្នកម្ដាយទេចាអញ្ចឹងយើងត្រូវតាមដានថាតើកូនរបស់យើងនឹងសុខភាពរាល់ថ្ងៃនេះបែបណាដែរចាដើម្បីបង្កើនភាពស្និទ្ធស្នាលផងដើម្បីសុវត្ថិភាពផ្នែកសុខភាពរបស់គាត់ផងអញ្ចឹងបើពីលោកគ្រូផ្ទាល់ហ្មងបន្ទោះបីជានេះខេសនេះវារៀងឆ្ងាយពីប្រធានបទរបស់យើងបន្តិចក៏ពិតមែនចាតែជារួមវាពាក់ព័ន្ធជាមួយនឹងបញ្ហាខួរក្បាលដូចគ្នាដែរយ៉ាងណាមិញក៏សង្ឃឹមថាពេលណាមួយលោកគ្រូក៏នឹងចំណាយពេលវេលាបន្ថែមទៀតដើម្បីយើងជជែកឲ្យស៊ីជម្រៅពីបញ្ហាដុំសាច់នៅក្នុងខួរក្បាលពីព្រោះតាមដែលខ្ញុំដឹងមកមានច្រើនប្រភេទមែនតើត្រូវបងតាមពិតទៅបើសិនជាមានឱកាសខ្ញុំចង់ចែកម្លែកបន្ថែមពីលើនឹងទៀតតទៅនឹងថាដុំសាច់នៅក្នុងខួរក្បាលថាវានឹងវិវត្តទៅបែបម៉េចហើយយើងអាចសង្គ្រោះដោយរបៀបម៉េចហើយមែនតើទៅតកតងដុំសាច់ហ្នឹងតែតែឆ្ងល់ថាអូអាហ្នឹងសាច់កាចមែនសាច់ស្លូតមែនដែលគ្រប់គ្នាគឺត្រូវតែសួរហ្នឹងអញ្ចឹងបើមានឱកាសលើកក្រោយចែកម្លែកបន្តទៀតបងអរគុណលោកគ្រូចាអញ្ចឹងតកតងមួយប្រធានបទរបស់យើងដាច់សរសៃឈាមខួរក្បាលនេះលោកគ្រូបានរៀបរាប់ច្រើនហើយបើពីខ្ញុំហ្មងខ្ញុំដូចយើងយល់ច្បាស់ដែរចាអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នាដែលតាមដានកម្មវិធីរបស់យើងលោកក៏បានទទួលនៅព័ត៌មានគ្រប់ជ្រុងជ្រោយនឹងដែរប៉ុន្តែយ៉ាងណាមិញការក្រែងរអានៅតែមានការព្រួយបារម្ភគឺនៅតែមានតែគ្រាន់ថាការព្រួយបារម្ភមួយចំនួននោះវាអាចជំរុញឲ្យហេតុការណ៍ហ្នឹងវាកាន់តែមកគៀកយើងដោយសារតែយើងបន្លាចខ្លួនឯងខ្លាំងពេកចាអញ្ចឹងលោកគ្រូមានអីជាសារផ្ដាំផ្ញើទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាដើម្បីតំហែតមសុខភាពផងដើម្បីបញ្ជៀសរាល់បញ្ហាកើតឡើងជាយថាហេតុអូខេបាទអរគុណច្រើនបងសម្រាប់ផ្ដល់ឱកាសខ្ញុំថ្ងៃនេះជូនជាព័ត៌មានចាតែណាវាដឹងគ្រប់គ្នាថាទីមួយតកតទៅនឹងជំងឺ stroke នឹងអញ្ចឹងមិនថាស្ទះសរសៃឈាមឬក៏ដាច់សរសៃឈាមទេជាទូទៅជាជំងឺមួយដែលយើងអាច prevention បានទេមែនតើទៅណាអញ្ចឹងវាតកតងទៅនឹងការរស់នៅប្រចាំថ្ងៃរបស់យើងដែលយើងអាចនិយាយបានថាការរស់នៅមួយដែលល្អមានការហាត់ប្រាណរបបអាហារត្រឹមត្រូវហើយដូចជាគ្រឿងសង្វឹងឬក៏បារីយើងគួរតែជៀសវាងអញ្ចឹងណាហើយការពិនិត្យសុខភាពជាប្រចាំយើងគួរតែធ្វើហើយប្រឹក្សាឲ្យបានត្រឹមត្រូវជាមួយនឹងគ្រូពេទ្យអញ្ចឹងទៅហើយចុងក្រោយតាក់ទងទៅនឹង stroke រោគសញ្ញារបស់ stroke ដែលជាទូទៅយើងថាពីអង់គ្លេសថា fast ហ្នឹងណាគួរតែចាំមានថា face drop arm weakness A ហ្នឹង slur speech ហើយ T ហ្នឹង time មកទីបែរតន់សូមអរគុណចាអរគុណលោកគ្រូសង្ឃឹមថាលើកក្រោយយើងនឹងជជែកកាន់តែស៊ីជម្រៅហើយពាក់ព័ន្ធជាមួយនឹងបញ្ហាខួរក្បាលហើយក៏ជាដំណោះស្រាយមួយទៅកាន់បងប្អូនទាំងអស់គ្នាដែរប្រសិនបើមានបញ្ហាណាមួយនោះបងប្អូនត្រូវប្រមូលអារម្មណ៍ហើយធ្វើចិត្តឲ្យនឹងណកុំស្លន់ស្លោហើយសម្រេចចិត្តលឿនថាតើយើងគួរបញ្ជូនអ្នកជំងឺទៅណា
ប៉ុន្តែពីអ្វីដែលកម្មវិធីរបស់យើងបានធ្វើការជំរាបជូនទៅកាន់បងប្អូនទាំងអស់គ្នាវាជាទំនុកចិត្តមួយដែលឥឡូវនេះស្រុកខ្មែររបស់យើងមានមន្ទីរពេទ្យស្តង់ដារអន្តរជាតិហើយដែលបងប្អូនធ្វើការសង្គ្រោះទាន់ពេលវេលាជាជាងការដែលយើងគិតគ្នាវែងឆ្ងាយពេកអាចនឹងធ្វើឲ្យខកពេលចាហើយមួយទៀតត្រូវការបញ្ជូនអ្នកជំងឺនឹងទៅក្រៅទៀតវាធ្វើឲ្យកាន់តែខើចទៀតក្នុងការសង្គ្រោះពីព្រោះថា stroke មួយវាភាគរយអត់នឹងណទេក្នុងការដែលជួយស្ដារកាយនីតិសម្បទាអ្នកជំងឺនឹងឲ្យត្រឡប់មកដូចដើមវិញហ្នឹងគូណោះចាព្រោះថាបើទោះបីជាខាងលោកគ្រូមានបរិខាទំនើបលោកគ្រូមានជំនាញខ្លាំងបែបណាក៏ដោយក៏មិនប្រកាសថាត្រូវស្ដារឲ្យគាត់មកដូចដើម 100% បានដែរចាប៉ុន្តែអ្វីដែលយើងធ្វើបានគឺយើងអាចនឹងជួយគាត់តាមឲ្យអស់ពីលទ្ធភាពរបស់យើងចាដើម្បីជៀសវាងការប៉ះគ្រោះថ្នាក់ដល់អាយុជីវិតរបស់គាត់ជាដើមចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងទទួលបានព័ត៌មានមួយនេះហើយជឿជាក់ថារាល់ជំងឺទាំងអស់យើងអត់ចង់ហៅចូលគ្រួសាររបស់យើងទេប៉ុន្តែយ៉ាងណាមិញយើងក៏គួរតែទទួលបានព័ត៌មានទាំងអស់នោះដើម្បីយើង ready ថាប្រសិនបើនរណាម្នាក់ដែលជាសមាជិកគ្រួសាររបស់យើងមិត្តភ័ក្តិបងប្អូនគាត់ជួបហេតុការណ៍បន្ទាន់យើងអាចសម្រេចចិត្តបានលឿនចាមន្ទីរពេទ្យអន្តរជាតិ Orenda ក៏ជាជំរើសទី1សម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាដែរអរគុណទៅកាន់គ្រូដែលបានឆ្លៀតពេលវេលាចាបើទោះបីជាមានខេសអ្នកជំងឺមកបន្តបែបណាក៏ដោយប៉ុន្តែលោកគ្រូឆ្លៀតចូលរួមជាមួយនឹងកម្មវិធីរបស់យើងហើយក៏សង្ឃឹមថាលោកគ្រូនឹងចូលរួមបន្តទៀតដើម្បីយើងជជែកឲ្យកាន់តែស៊ីជម្រៅពីបញ្ហាដុំសាច់នៅក្នុងខួរក្បាលម្ដងចាអរគុណច្រើនបងចាអរគុណទៅកាន់បងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនាកម្មវិធីរបស់យើងហើយសូមចែករំលែកព័ត៌មានទាំងអំបានជូនទៅកាន់ពុកម៉ែបងប្អូនហើយធ្វើការប្រុងប្រយ័ត្នបន្ថែមទៀតពាក់ព័ន្ធជាមួយនឹងបញ្ហាសុខភាពផ្ទាល់តែម្ដងសូមបញ្ជាក់ជូនទៅកាន់ពុកម៉ែបងប្អូនផងដែរថាការ check up សុខភាពគឺជាកត្តាដែលសំខាន់បំផុតហើយពេលដែលយើង check up ហើយមិនមែនបានន័យថាយើងទទួលការព្យាបាលទេការ check up គ្រាន់តែទទួលបាននៅលទ្ធផលតែប៉ុណ្ណោះក្រែងលោកក្នុងករណីណាមួយដែលខុសប្រក្រតីយើងគួរតែទទួលការព្យាបាលទៅតាមជំនាញនីមួយៗអាការៈជំងឺរបស់យើងអរគុណទៅកាន់បងប្អូនទាំងអស់គ្នាសូមជូនពរជួបប្រទះតែសេចក្តីសុខសុខភាពល្អគ្រប់ក្រុមគ្រួសារសូមអរគុណសូមគោរពលា